$30 ស៊ីន$40ស៊ីន$15ស៊ីន$25ស៊ីន20$ស៊ីនឬសូគេថាស៊ីនចេះតែងទៅតាមមាននឹងអីទេតន់ម៉ានផងមួយខែពីរខែផងស្ដាប់កលែងឬបញ្ចូលថ្មកលែងចូលខូចមកចំហៀងខូចអីចឹងទៅប៉ុន្តែខ្ញុំបញ្ជាក់បន្តិចតម្លៃទិញកន្លែងខ្ញុំ$7មិនប្រកាសថានៅកន្លែងផ្សេង$7ដែរទេណាវាអាចនឹងលើសហ្នឹងទៅតាមកន្លែងលក់ទៅតាមទីផ្សាររបស់គេទៅនិយាយប្រាប់ខ្ញុំចឹងមែនគាត់ទិញគេ$35ហើយវាខូចដល់ពេលវាខូចគាត់មកប្រើនេះគាត់មកប្រើ$7ខ្ញុំលក់ហ្នឹងណាគាត់ថាគុណភាពសលេងអីវាគឺដូចគ្នាមិនមែនខ្ញុំរីកមិនអ្នកគ្នាមកប្រើអាកាស$7ខ្ញុំនេះទាំងអស់ទេខ្ញុំគ្រាន់តែចង់ឲ្យសាកហើយអ្នកទាំងអស់គ្នាចង់ទិញប្រហែលក៏ទិញទៅណាចង់ទិញតម្លៃគេប៉ុន្មានក៏ទិញខ្ញុំចង់ទិញអា30 40 50 25ដែលគេថាស៊ីនអូខេទៅទិញចុះខ្ញុំថាអីតែគ្រាន់តែយើងសាក់ភ្លក់គេភ្លក់ទៅគេលុយថ្មីណាអា$7នេះសិនមើលប្រភេទគ្រាប់វាយើងមើលទៅហើយកាលនេះខ្ញុំប្រើបាន2ខែខ្ញុំប្រើ2ខែខ្ញុំដកប្រើខ្លួនឯងខ្ញុំប្រើ2កាសហើយពេលដែលយើងទិញទៅវាមានឌុយជាប្រភេទឌុយបើវាគឺប្រភេទ Type C ប្រភេទឌុយ Type C យើងមើលឲ្យទៅនៅនេះឌុយ Type C ហើយពេលដែលយើងទិញទៅវាមានឌុយហើយនឹងមានអេប៉ុងទូចនេះអេប៉ុង3គូសម្រាប់ឲ្យយើងបដូរនេះប្រភេទអេប៉ុងអានេះសារខ្ញុំប្រើខ្លួនឯងអញ្ចឹងវាជ្រូអស់ហើយតែគេដាក់ត្រឹមត្រូវទេវាមានអេប៉ុងឲ្យត្រឹមត្រូវសម្រាប់ឲ្យយើងបដូរអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងប្រើទៅអាកន្លែងនេះវាប្រឡាក់អញ្ចឹងមិនចាំបាច់ជួលទេដោះចោលទៅណាដោះចោលហើយដាក់ថ្មីតែមកទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងតើចំពោះតម្លៃកាសតម្លៃត្រឹម15 25 30 40 50តើវាស៊ីនមែនអត់ខ្ញុំអត់ថាមិនទេខ្ញុំស៊ីសងទៅលើអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាធ្លាប់ប្រើកាសនឹងបានប៉ុណ្ណាហើយខ្ញុំសូមផ្ដាំទៅអ្នកទាំងអស់គ្នាឲ្យព្យាយាមចែកចម្លែកឬក៏ព្យាយាមមើលកាសហ្នឹងឲ្យបានច្បាស់លាស់មែនទែនពីព្រោះថាតម្លៃត្រឹមហ្នឹងខ្ញុំអត់ជឿថាមានរបស់ស៊ីណាចេញពីក្រុមហ៊ុនបានទេហើយចេះស្ដែងការដែលខ្ញុំលក់នេះ$7នេះមិនមែនស៊ីនខ្ញុំប្រាប់ឲ្យរបស់ copy ទេណាបញ្ជាក់